បាទសួស្តីបងប្អូនទាំងអស់គ្នាហើយការ៉ាឃ្លាំងលក់គ្រឿងចាក់ CSK យើងខ្ញុំគឺទៅតែទៅដឹកអវ៉ាន់ចូលមកក្នុងឃ្លាំងយើងខ្ញុំនៅប្រទេសជប៉ុននេះហើយនៅក្នុងឡាននេះនៅលើឡាននេះឥឡូវគឺមាន3គ្រឿងទី1គឺ D31 ប្រភេទ D31 បងប្អូនអានេះគឺប្រហែលជាដក20 D31 ដក20អីហ្នឹងហើយមួយទៀតគឺmini excavator គឺប្រភេទ PC ស៊េរី MO ឲ្យបងប្អូនហើយគឺជាស៊េរីដក2ថែមទៀតមិនមែនដក1ទេហើយមួយទៀតគឺជា mini excavator ដែលវាមានកាប៊ីនបងប្អូនស្អាតមែនតើណា mini excavator ចុងក្រោយគេនេះគឺប្រភេទ MM40C Air បន្ថែមទៀតហើយ MM ហ្នឹងគឺជាម៉ាករបស់ Mitsubishi នោះយើងអាចមើលត្រង់អារូបផ្នែក3អាត្រីកោណពណ៌ក្រហមហ្នឹងណាបងប្អូនអាហ្នឹងគឺម៉ាក Mitsubishi ហើយអញ្ចឹងយើងអត់ទាន់ដាក់ចុះពីលើឡាននេះតិចទៀតយើងបដើចូលទៅក្នុង slope ហើយយើងបើកចេញតែម្ដងយើងអាចមកមើលគ្រឿងក្រោមរបស់គ្រឿងចាក់នីមួយបានយើងមើលតែប៉ុណ្្នឹងទៅស្អាតហើយបងប្អូនគឺអត់មានពុកបែកបាក់អីកន្លែងណាទេសំបីតែរឡូហើយនឹងអាក់ឡតអីហ្នឹងគឺនៅផ្លឹងគឺនៅស្អាតហើយអាឡូខាងក្រោមអីហ្នឹងគឺអត់មានបែកអីមកគ្រាប់ទេបាទហើយយើងមើលអានេះបើសិនជាអាឡតវាអស់អានេះវារៀងសដអស់បងប្អូនប៉ុន្តែអានេះវានៅទេបងប្អូនហើយទឹកថ្នាំប៉ុណ្ណឹងគឺយើងអាចទទួលស្គាល់បានគឺជាប្រភេទកាប៊ីនថែមទៀតបងប្អូនកាប៊ីនហ្នឹងគឺយើងគិតថាអត់ចង់បានកាប៊ីនទេប៉ុន្តែពេលដែលតកង់ភ្លៀងបងប្អូនរត់ចូលតែកាប៊ីនហ្នឹងអត់ចង់បានកាប៊ីនទេប៉ុន្តែចង់ពេលណាភ្លៀងរត់ចូលតែកាប៊ីនហើយមួយទៀតអានេះគឺ excavator ហើយ excavator មួយនេះយើងអាចមើលបានស្អាតណាស់បងប្អូនគ្រឿងក្រមអត់មានច្រេះពុកអីទេហើយជាពិសេសគឺវាថែមមកជាមួយនឹងនេះអា pad គឺហៅជ័រដុំនឹងថែមទៀតណាអញ្ចឹងហើយប្រភេទគ្រឿងចាក់គឺវាកង់ដែកបើសិនជាយើងបទៅលើខ្នល់ឬក៏បទៅលើសាបបោះរត់ដែរបងប្អូនគេវាស់គីឡូគិតយើងយកលុយហើយអញ្ចឹងហើយបើយើងមានអា pad ហ្នឹងគឺយើងអាចដុំជ័រនៅលើប៉តាំងវាហ្នឹងគឺយើងអាចបចល័តបានគ្រប់កន្លែងគឺគេអត់ផាក់យើងទេហើយមួយទៀតគឺ MM40 CR មួយនេះក៏ស្អាតគ្រាន់បានដែរបងប្អូនស្អាតមែនតើសឹងតាដូចថាដូចមិនដែរប្រើផងមើលទៅមើលកម្មកាយរបស់វាបងប្អូនដែរមានឃើញកម្មកាយណាក្រាស់របៀបអញ្ចឹងទេក្រាស់មែនតើអញ្ចឹងហើយខ្ញុំគិតថាទាំង3គ្រឿងនេះពេលទៅដល់ស្រុកខ្មែរបើកចុះភ្លាមគឺប្រើការបានភ្លាមតែម្ដងថៃបានខ្ញុំថាអញ្ចឹងព្រោះខ្ញុំបើកឡើងលើឡានដែរបងប្អូនបើសិនជាវាអត់ដំណើរកាយគឺយើងបើកឡើងលើឡានអត់បានទេអញ្ចឹងយើងអាចទៅមើលខាងក្រោយបោះសំបីតែ blade ឬក៏គេហៅថាអាបុលតូចរបស់វានេះក៏នៅថ្មីស្អាតដែរអត់មានដូចថាធ្លុះអីទេរៀងខាងក្រោយគេក៏មកបែបដែរបងប្អូនថ្មីស្អាតមែនតើហើយថ្មីស្អាតអញ្ចឹងខ្ញុំឃើញក៏ខ្ញុំពេញចិត្តដែរបើខ្ញុំផ្ទាល់ក៏ខ្ញុំទិញខ្លួនឯងដែរនៅការ៉ាស់យើងខ្ញុំបាទអញ្ចឹងហើយវីដេអូនេះតិចទៀតខ្ញុំនឹងបើកចូលទៅក្នុង slope ហើយបដើវាចេញបើកម្ដងមួយចេញបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានឬក៏ពេញចិត្តគ្រប់គ្រងគ្រឿងចាក់ដែលមានគុណភាពផ្ដាច់គេនៅស្រុកខ្មែរនាំចូលផ្ទាល់ពីការ៉ាស់ CSK យើងខ្ញុំបានអញ្ចឹងសូមអរគុណនិងជួបគ្នាក្នុងវីដេអូក្រោយៗទៀតបាទ